បីធ្លាយផែនការយោធាថៃខ្មែរបរិរាមខ្មែរស៊ីសកេតនិងខ្មែរសូរិននឹងត្រូវរងគ្រោះឈឺសាច់ជំនួសថៃម្ដងទៀតក្រោមយុទ្ធសាស្ត្រជំនះទៅទីកន្លែងឆ្ងាយដាច់ស្រយាលទីហ៊ានថៃនឹងផ្លងគ្រាប់ដាក់សម្រាប់ជនជាតិខ្មែរទាំងនេះហើយនឹងចោទប្រកាន់មកលើកម្ពុជាម្ដងទៀតដោយដែលពួកគេធ្លាប់ផ្លងគ្រាប់ដាក់ការ៉ាសាំង7-11កន្លងមកដូច្នេះបងប្អូននៅខេត្តបរិរាមខេត្តស៊ីសកេតនិងខេត្តសូរិនត្រូវភ្ញាក់ខ្លួនមិនត្រូវចាញ់នយោបាយកលរបស់យោធានិងរដ្ឋាភិបាលថៃជាដាច់ខាតនេះជាកលល្បិចបែបផែនថ្មីនៃអង្គើខុសខើយំខ្នងមហិច្ឆតាលុបលន់ចង់លេបយកទឹកដីខ្មែរដោយមិនខ្វល់ពីសេចក្តីស្លាប់របស់ប្រជាជនដោយកងទ័ពថៃក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះប្រជាជនខ្មែរដែលរស់នៅតំបន់ជាយព្រំដែនជាប់ប្រទេសថៃដូចជាខ្មែរសូរិនខ្មែរបរិរាមខ្មែរស៊ីសកេតនិងជនជាតិខ្មែរផ្សេងៗទៀតបានក្លាយជាគោលដៅនយោបាយរបស់រដ្ឋាភិបាលថៃទោះបីជាពួកគេមានវប្បធម៌ភាសានិងអត្តសញ្ញាណខ្មែរពីបុរាណកាលក៏ដោយតែរដ្ឋាភិបាលថៃបានដាក់ចោលគោលនយោបាយថៃបក្សនិយមកម្មដើម្បីសម្លាប់ឲ្យអស់តាមរយៈការរឹតបន្តឹងភាសាសាសនានិងអត្តសញ្ញាណមូលហេតុនៃការជំនះទៅតំបន់ដាច់ស្រយាលបច្ចុប្បន្នរដ្ឋាភិបាលថៃត្រូវបានសង្កេតឃើញថាកំពុងប្រើយុទ្ធសាស្ត្រជំនះប្រជាជនខ្មែរដែលរស់នៅក្នុងទឹកដីថៃបច្ចុប្បន្ននៅតំបន់ដាច់ស្រយាលឬតំបន់ដែលគ្មានសុវត្ថិភាពវាជាវិធីបង្កើតអវសានកម្មដែលចង់ឲ្យប្រជាជនខ្មែរបាត់បង់ជីវិតសិទ្ធិជាដើមដោយបង្ខំឲ្យរស់នៅក្រៅប្រព័ន្ធច្បាប់បន្ទាប់មកទម្លាក់កំហុសលើកម្ពុជានេះជាបំណងនយោបាយក្នុងការបង្កចំនួនព្រំដែនជាមួយកម្ពុជាឬបំផាក់ឥទ្ធិពលសង្គមសេដ្ឋកិច្ចរបស់ជនជាតិខ្មែរនៅក្នុងតំបន់នេះឧទាហរណ៍នយោបាយជាក់ស្ដែងករណីបំពុះលើការ៉ាសាំង7-11ដែលស្ថិតនៅតំបន់ដែលមានជនជាតិខ្មែរស្នាក់នៅច្រើនបន្ទាប់មកពួកគេបានទម្លាក់កំហុសលើកម្ពុជាថាជាអ្នកផ្លងគ្រាប់ដាក់ទៅវិញដើម្បីភូតកុហកអន្តរជាតិនិងប្រជាពលរដ្ឋខ្លួនឯងករណីសម្រាប់ជនជាតិភាគតិចនៅតំបន់អូសៀនជាតិពួកគេបានលាក់បាំងអំពើខុសខើរបស់ខ្លួននិងទម្លាក់កំហុសលើសត្រូវម្ដងជាពីរដងសារចំពោះសាធារណជននិងសហគមន៍អន្តរជាតិយើងសូមអំពាវនាវឲ្យអង្គការសិទ្ធិមនុស្សសារព័ត៌មាននិងសហគមន៍អន្តរជាតិសម្របសម្រួលក្នុងការស៊ើបអង្កេតនិងដាក់មន្ត្រីចូលទៅស៊ើបអង្កេតតាមដានទៅលើការជំនះដោយអត់មូលហេតុនិងប្រមូលផ្ដុំជនជាតិខ្មែរនៅក្នុងប្រទេសថៃដោយមិនគោរពតាមអនុសញ្ញាជាតិនិងអន្តរជាតិប្រជាជនខ្មែរមិនគួរត្រូវបានដឹកទៅដូចជាជនចំណាក់ស្រុកឬមនុស្សអន្តោប្រវេសន៍នោះទេពួកគេគឺជាជនជាតិដើមខ្មែរដែលគួរត្រូវការពារដោយច្បាប់សង្គមអន្តរជាតិ